បុរសម្នាក់ញាត់ការ៉ុតចូលក្នុងមាត់ស្ត្រីម្នាក់រួចលោតឡើងធាក់ការ៉ុតនោះចូលទៅក្នុងពោះរបស់នាងគួរឲ្យភ្ញាក់ផ្អើលណាស់ភាពដែលធ្វើទុកបុកម្នេញស្ត្រីរូបនេះអស់រយៈពេល25ឆ្នាំត្រូវបានព្យាបាលជាសះស្បើយយ៉ាងអភូតហេតុបន្ទាប់មកបុរសនោះក៏ដកទូរស័ព្ទចេញមកដើម្បីឲ្យនាងផ្ញើប្រាក់ស្ត្រីនោះយល់ព្រមទាំងស្ទាក់ស្ទើរដំណឹងនេះបានលេចជាយ៉ាងលឿនដល់ត្រចៀកអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់គាត់ចង់ដឹងចង់ឃើញយ៉ាងខ្លាំងពីសមត្ថភាពរបស់បុរសនោះដូច្នេះគាត់ក៏សូមឲ្យបុរសនោះទូទីជោគវាសនារបស់គាត់បុរសនោះក៏បង្ហាញខកូតបង់ប្រាក់របស់គាត់ភ្លាមកូនប្រុសរបស់អ្នកមាននោះផ្ទេរប្រាក់ទាំងស្ទាក់ស្ទើរបុរសអ្នកមានសូមឲ្យគាត់កញ្ញាថាតើគាត់មានកូនប៉ុន្មាននាក់បុរសនោះចាប់ដៃអ្នកមានភ្លាមដើម្បីពិនិត្យមើលរួចនិយាយថាគាត់មានកូនប្រុស3នាក់និងកូនស្រីម្នាក់បុរសអ្នកមានមិនគួរឲ្យជឿសោះថាបុរសនោះពិតជាទីត្រូវប៉ុន្តែកូនប្រុសរបស់គាត់និយាយថាវាគ្រាន់តែជាការចៃដន្យឲ្យប៉ុណ្ណោះបុរសអ្នកមានសូមឲ្យបុរសនោះទូទីម្ដងទៀតប៉ុន្តែបុរសនោះទាញកូនបង់ប្រាក់របស់គាត់ចេញមកម្ដងទៀតព្រោះបុរសនោះមានច្បាប់មួយអំពីការទូទីគាត់តែងតែទារប្រាក់មុនជានិច្ចកូនប្រុសប្រមានបុរសនោះពីចំហៀងថាបើអញទីខុសអញស្លាប់មិនខានបុរសអ្នកមានសូមឲ្យបុរសនោះទីថាតើហេតុអ្វីបានជាគាត់មកមន្ទីរពេទ្យបុរសនោះនិយាយភ្លាមថាគឺសម្រាប់ព្យាបាលជើងកូនប្រុសសាយចំអកថាឪពុករបស់គាត់អង្គុយលើទេរុញមនុស្សល្ងងក៏អាចមើលដឹងថាវាសម្រាប់ជើងរបស់គាត់ដែរប៉ុន្តែបុរសនោះនិយាយយ៉ាងស្ងប់ស្ងាត់ថាជើងរបស់បុរសអ្នកមានត្រូវបានខូចខាតអស់រយៈពេល20ឆ្នាំមកហើយមិនត្រឹមតែមិនអាចដើរបានទេថែមទាំងឈឺចាប់រាល់ថ្ងៃទៀតផងបុរសអ្នកមានភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់សរសើរភ្លាមថាតើការទូទីរបស់បុរសនោះត្រឹមត្រូវប៉ុណ្ណាប៉ុន្តែបុរសនោះនិយាយថារឿងនេះគ្រាន់តែជារឿងក្មេងលេងសម្រាប់គាត់ប៉ុណ្ណោះបុរសអ្នកមានសួរថាតើជើងរបស់គាត់អាចព្យាបាលជាសះស្បើយដែរឬទេបុរសនោះនិយាយថាក្បង់ប្រាក់សិនកូនប្រុសឈានជើងទៅមុខភ្លាមដើម្បីវាបុរសនោះស្ត្រីនោះប្រញាប់ទាញបុរសនោះចេញប៉ុន្តែបុរសនោះនិយាយថាមានតែគាត់ទេដែលអាចព្យាបាលជំងឺជើងរបស់បុរសអ្នកមានបានប៉ុន្តែបុរសអ្នកមានមិនជឿទេគាត់បានធ្វើដំណើរទៅកាន់ប្រទេសរាប់មិនអស់និងបានជួបអ្នកឯកទេសរាប់មិនអស់ប៉ុន្តែគ្មានសំណាងសោះកូនប្រុសចាប់ផ្ដើមរុញឪពុករបស់គាត់ចេញទៅបុរសនោះដោយគិតថាពួកគេបានទូទី3ដងរួចមកហើយក៏ផ្ដល់ដំបូន្មានខ្លះដល់បុរសអ្នកមានដោយឥតគិតថ្លៃគាត់និយាយថាបុរសអ្នកមានរស់នៅបានមិនយូរទេកូនប្រុសរៀបនឹងដល់បុរសនោះប៉ុន្តែបុរសអ្នកមានខាត់កូនប្រុសរបស់គាត់ហើយសួរបុរសនោះពីរបៀបផ្លាស់ប្ដូរជោគវាសនារបស់គាត់បន្ទាប់មកបុរសនោះក៏គូយន្តការពារនៅលើដៃរបស់គាត់ហើយទារប្រាក់$200,000កូនប្រុសប្រកាសថាបុរសនោះគឺជាអ្នកបោកប្រាស់ទាំងស្រុងប៉ុន្តែបុរសអ្នកមានប្រាប់កូនប្រុសរបស់គាត់ឲ្យប្រញាប់បង់ប្រាក់បន្ទាប់ពីបង់ប្រាក់រួចបុរសនោះក៏ប្រគល់យន្តការពារដល់បុរសអ្នកមានហើយប្រាប់គាត់ឲ្យរក្សាវាទុកជាប់ខ្លួនជានិច្ចបន្ទាប់មកពួកគេក៏ចាក់ចេញពីទីនោះនៅព្រឹកបន្ទាប់បុរសអ្នកមានពិតជាជួបគ្រោះថ្នាក់ចរាចរណ៍មែនអ្នកបើកបរប្រញាប់ចុះទៅពិនិត្យមើលបុរសអ្នកមានភ្លាមប៉ុន្តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញបុរសអ្នកមានមិនមានរបួសអ្វីសោះបុរសអ្នកមានទាញយន្តចេញពីទ្រូងរបស់គាត់ភ្លាមយន្តការពារបានរលាយបាត់ទៅក្នុងអាកាសនេះធ្វើឲ្យបុរសអ្នកមានភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បញ្ជាឲ្យអ្នកបើកបរស្វែងរកបុរសនោះភ្លាមហើយអរគុណគាត់ទន្ទឹមនឹងនេះដែរបុរសនោះកំពុងញ៉ាំអាហារពេលព្រឹកជាមួយមិត្តស្រីរបស់គាត់មិត្តស្រីរបស់គាត់ទទួលបានការហៅទូរស័ព្ទពីមន្ទីរពេទ្យអ្នកជំងឺម្នាក់បានមកដល់ហើយត្រូវការព្យាបាលពីនាងស្ត្រីនោះគ្មានជំរឿអ្វីក្រៅពីប្រញាប់ទៅមន្ទីរពេទ្យនោះទេបន្ទាប់ពីមិត្តស្រីរបស់គាត់ចាក់ចេញទៅបុរសនោះមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីគាត់ធ្វើការកិននីយ៉ាងរហ័សហើយដឹងថាមិត្តស្រីរបស់គាត់នឹងជួបគ្រោះថ្នាក់នៅថ្ងៃនេះប៉ុន្តែស្ត្រីនោះបានទៅដល់មន្ទីរពេទ្យបាត់ទៅហើយបុរសដែលនៅពីមុខនាងនេះច្បាស់ជាធ្វើពុតជាឈឺហើយប៉ុន្តែក្នុងនាមជាវិជ្ជបណ្ឌិតនាងត្រូវតែពិនិត្យគាត់ស្រាប់តែបុរសនោះចាប់ដៃនាងហើយអះអាងថានាងត្រូវតែដេកជាមួយគាត់នៅថ្ងៃនេះស្ត្រីនោះទាញដៃនាងចេញដើម្បីចាក់ចេញប៉ុន្តែបុរសនោះបានសូត្រមន្តបង្កប់នាងនៅនឹងកន្លែងរួចឈរនៅពីមុខស្ត្រីនោះដោយប្រាប់នាងឲ្យហៅគាត់ថាប៉ាស្ត្រីដែលត្រូវគេគ្រប់គ្រងនោះពិតជាហៅគាត់ថាប៉ាមែនបុរសនោះបញ្ជាភ្លាមឲ្យស្ត្រីនោះដោះសម្លៀកបំពាក់ចេញពេលនោះទ្វារខាងក្រោយក៏របើកឡើងភ្លាមពេលបុរសនោះងាកមកវិញបុរសម្នាក់នោះក៏បានលេចមុខនៅពីមុខគាត់បុរសនោះលោតដោយភាពភ័យខ្លាចដើម្បីសងសឹកឲ្យមិត្តស្រីរបស់គាត់បុរសនោះក៏ដាល់បុរសនោះហោះទៅបន្ទាប់មកក៏លាតម្រាមដៃពីរដើម្បីស្ដារស្មារតីមិត្តស្រីរបស់គាត់ឡើងវិញបុរសអ្នកមានដឹងពីទីតាំងរបស់បុរសនោះពីអ្នកបើកបររបស់គាត់ដូច្នេះគាត់ក៏ប្រញាប់ទៅមន្ទីរពេទ្យប៉ុន្តែឃើញកូនប្រុសរបស់គាត់កំពុងស្ដីបន្ទោសបុរសនោះអ្នកមើលទាំងអស់គិតថាបុរសនោះជាអ្នកបោកប្រាស់ពេលឃើញឪពុកមកដល់គាត់ក៏ជំរុញឪពុកភ្លាមឲ្យបង្រៀនមេរៀនដល់បុរសនោះអ្វីដែលគ្មាននរណាម្នាក់នឹកស្មានដល់នោះគឺបុរសអ្នកមានពិតជាលុតជង្គង់ចុះនៅចំពោះមុខបុរសនោះមែនកូនប្រុសប្រញាប់ជួយឪពុករបស់គាត់ឲ្យអង្គុយលើទេរុញសួរឪពុករបស់គាត់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះអ្នកបើកបរពន្យល់ពីអ្វីដែលបានកើតឡើងនៅព្រឹកនោះបន្ទាប់មកបុរសអ្នកមានក៏ទះកំភ្លៀងកូនប្រុសរបស់គាត់ហើយប្រាប់កូនប្រុសឲ្យលុតជង្គង់សុំទោសបុរសនោះក្រោមសម្ពាធរបស់ឪពុកកូនប្រុសលុតជង្គង់សុំទោសទាំងស្ទាក់ស្ទើរពេលនោះបុរសដែលត្រូវគេដាល់ពីមុនក៏លុតជង្គង់ចុះដែរគាត់សង្ឃឹមថាបុរសនោះនឹងអត់ទោសឲ្យគាត់បុរសនោះលើកកម្រាមដៃមួយឡើងដោយស្ងៀមស្ងាត់បុរសនោះយល់ច្រឡំថាគាត់ត្រូវបង់ប្រាក់សំណង$1 លានបន្ទាប់ពីស៊ូប្រមូលប្រាក់រួចបញ្ហាក៏ត្រូវបានដោះស្រាយជាស្ថាពរបន្ទាប់ពីបុរសនោះចាក់ចេញទៅគាត់ក៏ធ្វើការហៅទូរស័ព្ទដល់អាថ៌កំបាំងមួយដោយសង្ឃឹមថាមាននរណាម្នាក់អាចជួយគាត់សងសឹកបានថ្ងៃនេះបុរសនោះនិងមិត្តស្រីរបស់គាត់ទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយខណៈពេលដែលពួកគេកំពុងជែកគ្នាយ៉ាងសប្បាយរីករាយបុរសនោះក៏ដើរចូលមកបុរសនោះសួរថាគាត់មកទីនេះធ្វើអ្វីបុរសនោះអះអាងថាគាត់មកទីនេះដើម្បីសងសឹកគាត់ចង្អុលទៅខាងក្រៅគ្រូមិនអាគមពាក់អាវខ្មៅម្នាក់ដើរចូលមកគាត់ស្បោកថាគាត់នឹងធ្វើឲ្យប្រកាសថាបុរសនោះស្លាប់ដោយគ្មានកន្លែងកប់នៅថ្ងៃនេះបន្ទាប់មកក៏បញ្ចេញកណ្ដាប់ដៃដោយផ្ទាល់ដោយឃើញការវាយប្រហារទាំងអស់របស់គាត់ត្រូវបានបុរសនោះរារាំងយ៉ាងងាយស្រួលគ្រូមិនអាគមចាប់ផ្ដើមភ័យស្លន់ស្លោនៅក្នុងចិត្តប៉ុន្តែវាហួសពេលទៅហើយបុរសនោះវាយគ្រូមិនអាគមឲ្យហោះទៅដោយកណ្ដាប់ដៃតែមួយ